រឿងរ៉ាវចាប់ផ្ដើមជាមួយនឹងបរិមម្នាក់ដែលគេស្គាល់ថាជា Ghislaine Purdiem គេជាកូនប្រុសច្បងដ៏ឥតប្រយោជន៍នៃត្រកូលអភិជន Purdiem បច្ចុប្បន្ននេះយើងឃើញថា Ghislaine Purdiem កំពុងតែស្ថិតនៅក្នុងជំរំនៃនគរ Luthania Ghislaine ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្លួននៅមានជីវិតតាមការចងចាំចុងក្រោយគេគិតថាខ្លួនឯងបានបាត់បង់ជីវិតទៅហើយនៅក្នុងការប្រយុទ្ធដ៏សាហាវមួយកាលពីមុននេះបន្តិចត្រឡប់ទៅកាន់ឈុតឆាកមុនយើងឃើញថា Ghislaine Purdiem កំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ដែលគេជាមនុស្សម្នាក់ក្នុងចំណោមជើងខ្លាំងទាំង7នៃទ្វីបគឺ Edan ចំណែកឯ Ghislaine របស់យើងវិញក៏ជាម្នាក់ក្នុងចំណោមជើងខ្លាំងទាំង7អ្នកនោះដែរដោយគេមានរហស្សនាមថាស្ដេចទាហានស៊ីឈ្នួលប៉ុន្តែនៅក្នុងការប្រយុទ្ធមួយនេះ Ghislaine ហាក់ដូចជាកំពុងតែចាញ់ប្រៀបរបស់ Edan គ្រាន់តែ Edan រៀបនឹងបញ្ចប់ជីវិត Ghislaine គេក៏បានលាតត្រដាងការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា Edan គឺជាមេគំនិតម្នាក់ដែលចូលរួមរៀបចំផែនការដើម្បីកំទេចត្រកូល Purdiem ទាំងមូលដែលជាគ្រួសាររបស់ Ghislaine នេះផ្ទាល់ពាក្យសម្ដីនេះបានធ្វើឲ្យ Ghislaine រន្ធត់ចិត្តជាខ្លាំងក្រោយពីនិយាយចប់សពគ្រប់ហើយ Edan ក៏បានកាត់ក្បាល Ghislaine យ៉ាងឃោរឃៅក្នុងពេលនោះទៅត្រឡប់មកកាន់បច្ចុប្បន្នកាលវិញ Ghislaine បានក្រឡេកទៅមើលមុខខ្លួនឯងនៅក្នុងទឹកគេភ្ញាក់ផ្អើលរកពាក្យអ្វីមកនិយាយមិនបានពេលគេឃើញថាករបស់គេនៅជាប់ក្បាលដដែលហើយមុខមាត់របស់គេប្រែជាក្មេងខ្ចីដោយកាលនៅក្មេងវ័យទៅវិញភ្លាមនោះសំឡេងមួយបន្លឺឡើងពីខាងក្រោយខ្នងរបស់ Ghislaine ទាហានម្នាក់ឈ្មោះ Ricardo ក៏បានដើរចូលក្នុងតង់ Ghislaine បានធ្វើចលនាយ៉ាងរហ័សហើយបានយកដាវរបស់គេចងអល់ចំករបស់ Ricardo ភ្លាមពីក្រោយខ្នងធ្វើឲ្យបរិយាកាសនៅក្នុងតង់នោះពោពេញទៅដោយភាពតានតឹងប៉ុន្តែអ្វីដែលចម្លែកនោះគឺ Ricardo ហាក់បីដូចជាមិនមានការភ័យខ្លាចបន្តិចសោះហើយគេក៏បានបន្តនិយាយអំពីបញ្ហាដែល Ghislaine បានបង្កពីព្រឹកមិញនេះពេលនោះ Ghislaine នៅតែមិនយល់ច្បាស់ថា Ricardo នេះកំពុងតែនិយាយអំពីអ្វីដោយខ្ជិលនឹងពន្យល់បន្ត Ricardo ក៏ប្រាប់ឲ្យ Ghislaine រៀបចំវិច្ចបងវិច្ចដើម្បីត្រឡប់ទៅកាន់ភូមិគ្រឹះនៃត្រកូល Purdiem វិញពេលដែលឮពាក្យថាត្រកូល Purdiem ភ្លាម Ghislaine ហាក់ដូចជាភ្ញាក់ខ្លួនយ៉ាងខ្លាំងហើយប្រញាប់សួរ Ricardo វិញដោយសង្ស័យថាតើគេកំពុងតែសម្ដៅទៅលើត្រកូល Purdiem ដែលត្រូវបានបំផ្លាញខ្ទេចខ្ទីនោះពិតមែនទេទស្សនវិជ្ជាបានបង្ហាញពីតំបន់ដែលជាកម្មសិទ្ធិរបស់ត្រកូល Purdiem ដែលមានភូមិទូចមួយនិងបន្ទាយថ្មដ៏ធំរឹងមាំនៅខាងក្រោយ Ghislaine បានផ្ទាត់មុខខ្លួនឯងស្មានតែអ្វីដែលគេកំពុងតែឃើញនេះគឺជាសុបិនតែប៉ុណ្ណោះប៉ុន្តែតាមពិតទៅនេះគឺជាការពិតទៅវិញទេគេក៏បានសន្និដ្ឋានថាខ្លួនបានឆ្លងពេលវេលាមកកាលពីនៅក្មេងវិញដែលកាលនោះគេជាក្មេងដែលមានចរិតមិនល្អសោះដោយសារតែទ្រាំលែងបាននឹងការរិះគន់ពីអ្នកជុំវិញខ្លួនគេក៏សម្រេចចិត្តរត់ចេញពីផ្ទះប៉ុន្មានឆ្នាំក្រោយមកគេក៏ខ្លាចខ្លួនទៅជាទាហានស៊ីឈ្នួលដែលបានឆ្លងកាត់សឹកសង្គ្រាមជាច្រើនឆ្នាំហើយក៏បានកសាងសមត្ថភាពនិងគេឈ្មោះជាស្ដេចទាហានស៊ីឈ្នួលមួយរយៈក្រោយមកគេក៏បានត្រឡប់មកទឹកដីដែលគ្រួសាររបស់គេកាន់កាប់វិញក៏ប៉ុន្តែអ្វីដែលគេបានឃើញនោះគឺនៅសល់ត្រឹមតែគំតិចគំទីតែប៉ុណ្ណោះឥឡូវនេះអ្វីគឺនៅដដែលមិនមានបាត់បង់ទៅណាទេហើយមនុស្សដែលគេស្រឡាញ់ក៏នៅរស់រានមានជីវិតដដែលគេមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំង Ghislaine ក៏បានចាប់អារម្មណ៍ទៅលើពាក្យដែល Ricardo បានប្រាប់គេនៅក្នុងជំរំតាក់ទងនឹងបេសកកម្មទៅសម្លាប់បិសាចឈ្មោះអុក Ghislaine ចាំយ៉ាងច្បាស់ថាថ្ងៃនេះនៅក្នុងជីវិតមុនគឺជាថ្ងៃដែលកងពលបំពេញបេសកកម្មនេះត្រូវបានបិសាចសម្លាប់ទាំងអស់ព្រោះថាការរាយការណ៍ដំបូងបានបញ្ជាក់ថាមានត្រឹមតែបិសាចអុក3ក្បាលប៉ុណ្ណោះក៏ប៉ុន្តែជាក់ស្ដែងគឺមានរហូតទៅដល់20ក្បាលឯណោះដូច្នេះហើយ Ghislaine ក៏បំរុងរៀបចំយុទ្ធសាស្ត្រដើម្បីរួចផុតពីគ្រោះថ្នាក់នេះមួយរំពេចនោះបិសាចអុកក៏បានវាយប្រហារទៅលើជំរំរបស់គេភ្លាមទាហានទាំងអស់គ្នាក៏រៀបចំប្រយុទ្ធ Ghislaine មិននឹកស្មានថា
បិសាចទាំងនេះបានមកលឿនយ៉ាងនេះសោះការប្រយុទ្ធក៏បានចាប់ផ្ដើមឡើងនៅក្នុងនោះយើងបានឮសំឡេងស្រែករបស់លោកមេបញ្ជាការស្កូវ៉ាន់ដែលជាមេបញ្ជាការក្រុមវាយឆ្មក់ឬ Red Squad Commander បានបញ្ជាឲ្យទាហានទាំងអស់គ្នារៀបចំក្បួនប្រយុទ្ធក៏ប៉ុន្តែដោយសារតែបិសាចទាំងនេះបានលួចវាយឆ្មក់ទាហានទាំងអស់មិនបានរៀបចំខ្លួនសូម្បីតែបន្តិចក្នុងអំឡុងពេលនោះបិសាចអូកមួយក្បាលបានបំរុងលើកពូថៅដុតធំកាប់ក្បាលសម្លាប់ទៅលើលោកមេបញ្ជាការពីក្រោយខ្នងក្នុងស្ថានភាពដ៏តានតឹងនោះ Ghislaine ក៏បានស្ទុះរត់មកយ៉ាងលឿនរួចទាញលោកមេបញ្ជាការស្កូវ៉ានចេញហើយប្រឈមមុខជាមួយនឹងបិសាចនៅខាងមុខ Ghislaine បានកាប់ដាច់ដៃបិសាចអូកនោះភ្លាមៗហើយសម្លាប់វាយ៉ាងងាយស្រួលរឿងនេះបានធ្វើឲ្យទាហានគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថា Ghislaine អាចយកឈ្នះបិសាចដ៏ធំមួយនេះបានឡើយក្នុងពេលនោះ Ghislaine ក៏បានដើរមកទាមទារសិទ្ធិក្នុងការគ្រប់គ្រងទាហានទាំងអស់ពីលោកមេបញ្ជាការស្កូវ៉ាន់លោកមេបញ្ជាការស្កូវ៉ាន់បានគិតមួយសន្ទុះមុននឹងសម្រេចចិត្តមិនប្រគល់សិទ្ធិបញ្ជាកងទ័ពទៅឲ្យ Ghislaine នោះទេបន្ទាប់មកលោកក៏បន្តដំណើរឆ្ពោះទៅកាន់សមរភូមិប្រយុទ្ធមិនយូរប៉ុន្មានបិសាចមួយទៀតបានរត់សម្ដៅមកយ៉ាងលឿនលោកមេបញ្ជាការក៏បានបង្គាប់ឲ្យ Ghislaine នៅពីក្រោយគាត់ Ghislaine គ្មានជំរឿក៏បានគប់ដាវរបស់គេទៅខាងមុខប៉ុន្តែលោកមេបញ្ជាការស្កូវ៉ាន់បានកិច្ចផុតទង្វើនេះបានធ្វើឲ្យលោកខឹងសម្បាយ៉ាងខ្លាំងក៏ប៉ុន្តែដាវនោះក៏ត្រូវបានគប់ចំចំណុចខ្សោយរបស់បិសាចអូកហើយបានធ្វើឲ្យវាដាច់ខ្យល់ស្លាប់នៅនឹងកន្លែង Ghislaine បានប្រាប់ទៅលោកមេបញ្ជាការថានៅពេលដែលកងទ័ពទាំងអស់មានភាពភ័យខ្លាចពួកគេមិនអាចប្រយុទ្ធឈ្នះបានឡើយឥឡូវនេះពួកគេត្រូវតែសម្រុកទៅមុខទៀតបន្ទាប់មក Ghislaine ក៏ស្ទុះទៅមុខរួចលោតចូលក្នុងវងបិសាចដែលនៅខាងមុខកងទ័ពគេក៏បានបញ្ចេញក្បាច់ដាវសម្រាប់បិសាចយ៉ាងច្រើនក្នុងពេលតែមួយរឿងនេះបានធ្វើឲ្យលោកមេបញ្ជាការកាន់តែភ្ញាក់ផ្អើលព្រោះនេះមិនមែនជាសមត្ថភាពដែលមនុស្សធម្មតាអាចធ្វើបាននោះទេនៅពេលនេះ Ghislaine ប្រៀបដូចជាកំពូលអ្នកក្លាហានអីចឹងដែរក្រោយមក Ghislaine បានស្រែកឲ្យបិសាចដែលនៅសេសសល់ដេញតាមខ្លួនទង្វើនេះពិតជាប្រថុយប្រថានមែនព្រោះគេទៅតែម្នាក់ឯងឆ្ពោះទៅកាន់ច្រាំងភ្នំមួយនៅខាងមុខលោកមេបញ្ជាការស្កូវ៉ាន់ក៏បានយល់ពីគោលបំណងរបស់ Ghislaine រួចក៏កោះហៅកងទ័ពទាំងអស់ឲ្យទៅតាម Ghislaine ពីក្រោយស្ថានភាពនៅពេលនេះបានមកដល់ច្រាំងភ្នំមួយហើយ Ghislaine កំពុងតែប្រយុទ្ធជាមួយនឹងបិសាចដោយសារតែនៅក្នុងរាងកាយនេះ Ghislaine មិនសូវមានថាមពលប៉ុន្មានគេក៏មិនអាចសម្លាប់បិសាចទាំងអស់នេះតែម្នាក់ឯងបាននោះទេមួយសន្ទុះក្រោយមកកងទ័ពដែលនៅពីក្រោយក៏បានមកដល់ហើយព័ទ្ធជុំវិញបិសាចដែលនៅជិតច្រាំងភ្នំនោះ Ghislaine ក៏លោតចុះពីលើច្រាំងរួចហើយកងទ័ពដែលនៅខាងលើក៏រុញបំបុកបិសាចទាំងអស់នោះធ្លាក់ចុះពីច្រាំងភ្នំនោះបិសាចទាំងអស់ក៏បានស្លាប់ក្នុងពេលនោះទៅក្រឡេកមើល Ghislaine វិញគេបានតោងដាវជាប់នៅជិតច្រាំងភ្នំលោកមេបញ្ជាការក៏បានលើកដៃបំរុងទាញ Ghislaine ឡើងមកវិញក៏ប៉ុន្តែដោយសារតែអស់កម្លាំងខ្លាំងពេក Ghislaine ក៏បានធ្លាក់ចុះពីលើភ្នំនោះទៅនៅពេលដែលបាត់បង់ស្មារតី Ghislaine បានឃើញប្អូនស្រីរបស់គេនៅក្នុងសុបិនមួយសន្ទុះក្រោយមកគេបានដឹងខ្លួនឡើងវិញប៉ុន្តែខ្លួនប្រាណរបស់គេមានការឈឺចាប់យ៉ាងខ្លាំងរំពេចនោះអ្នកបម្រើស្រីម្នាក់ដែលឈ្មោះថា Belena ក៏បានដើរចូលមកហើយសួរសុខទុក្ខទៅកាន់ Ghislaine គេក៏បានស្ទុះទៅអោប Belinda ព្រោះមិននឹកស្មានថាគេបានជួបនាងម្ដងទៀតសោះ Belinda គឺជាមនុស្សតែម្នាក់គត់ដែលព្រមនៅជាមួយគេ Ghislaine ក៏សម្រេចចិត្តប្រាប់នាងពីរឿងគ្រប់យ៉ាងដែលតាក់ទងនឹងមហន្តរាយដែលនឹងកើតឡើងលើគ្រួសារ Palladium ហើយក៏ថាគេបានស្លាប់ហើយរស់ឡើងវិញតែ Belinda មិនជឿលើពាក្យ Ghislaine នោះទេ Belinda ក៏បាននិយាយតាក់ទងជាមួយនឹងកម្មវិធីប្រជាប្រិយមួយដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យក្រោយរឿងនេះបានធ្វើ
ឲ្យ Ghislaine បដូរទឹកមុខភ្លាមព្រោះថាកម្មវិធីដែលនឹងកើតឡើងដែលនៅក្នុងអាទិត្យក្រោយនេះគឺជាថ្ងៃដែលប្អូនស្រីរបស់ Ghislaine ត្រូវបានគេសម្លាប់បន្ទាប់ពីបានឃើញ Elena ភ្លាមដែលជាប្អូនស្រីរបស់ខ្លួនគេក៏បានស្ទុះទៅអោបទង្វើនេះបានធ្វើឲ្យ Elena អៀនហើយក៏រុញ Ghislaine ចេញទៅវិញ Ghislaine មិននឹកស្មានថាប្អូនស្រីរបស់គេមានកម្លាំងខ្លាំងដូចនេះសោះ Elena ក៏បាននិយាយពីរឿងដែល Ghislaine បានដៀលគេពីមុនដែលទៅកម្ចាត់បិសាច Ghislaine មិននឹកស្មានថាខ្លួនបាននិយាយបែបនេះសោះគេក៏បានសុំទោសទៅកាន់ប្អូនរបស់គេទង្វើនេះបានធ្វើឲ្យអ្នកទាំងពីរនៅក្នុងបន្ទប់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ Ghislaine មិនដែលធ្លាប់និយាយពាក្យនេះពីមុនមកសោះហើយពួកគេក៏បានសើចឡើងរឿងនេះក៏បានធ្វើឲ្យ Ghislaine សប្បាយចិត្តព្រោះបានឃើញទឹកមុខរបស់អ្នកជាទីស្រឡាញ់របស់គេមានភាពសប្បាយចិត្តដូចគ្នាដែរ Ghislaine ក៏បានគិតឃើញពីរឿងក្នុងជីវិតមុនដែលខ្លួនមិនបានទៅចូលរួមកម្មវិធីប្រជាប្រិយនេះជាមួយនឹងប្អូនស្រីរបស់គេនៅថ្ងៃនោះប្អូនស្រីរបស់គេក៏ត្រូវបានគេសម្លាប់រឿងនេះបានធ្វើឲ្យ Ghislaine ឈឺចាប់មែនទែនរំពេចនោះអង្គរៈរបស់ Elena ទាំងពីរនាក់ក៏បានដើរចូលមកដែលមានឈ្មោះថា Jamal និង Philip ពួកគេក៏បានហៅ Elena ឲ្យទៅជួយរៀបចំកម្មវិធីក្រឡេកមើលទស្សនភាពនៅក្នុងទីប្រជុំជនដែលអ្នកបម្រើទាំងអស់កំពុងតែជួយគ្នារៀបចំកម្មវិធីនៅក្នុងនោះ Elena បានព្យាយាមដេញ Ghislaine ឲ្យទៅវិញតែគេមិនព្រមទៅសោះនៅពេលនោះមានទាហានជើងចាស់ម្នាក់ឈ្មោះថា Fergus បានរត់មកឲ្យសួរសុខទុក្ខ Ghislaine ពាក់ព័ន្ធជាមួយនឹងរឿងកម្ចាត់បិសាចប៉ុន្មានថ្ងៃមុននេះ Elena បានសុំឲ្យ Fergus នាំ Ghislaine ទៅបន្ទប់គេវិញដោយសារតែ Elena ដេញពេក Ghislaine ក៏សម្រេចចិត្តចេញពីទីនោះបំរុងឆ្ពោះទៅកាន់កន្លែងដែលវឹកហាត់វិជ្ជាគុណពួកគេទាំងពីរដែលមាន Fergus និង Ghislaine នេះបានមកដល់កន្លែងវឹកហាត់រឿងនេះបានធ្វើឲ្យ Fergus សប្បាយចិត្តមែនទែនដែល Ghislaine សម្រេចចិត្តមកហាត់ដាវវិញ Ghislaine បានឲ្យ Fergus ទៅចាំនៅក្រៅព្រោះគេចង់ហាត់ដាវតែម្នាក់ឯងកាលពីជីវិតមុនមូលហេតុនៃការស្លាប់របស់ Elena គឺត្រូវបានធ្វើឡើងដោយអ្នកដឹកនាំដែលនៅទឹកដីជិតខាងនៃគ្រួសារ Palladium មូលហេតុនេះទើបធ្វើឲ្យត្រកូល Palladium ធ្លាក់ចូលភ្លើងសង្គ្រាមដែលនាំឲ្យអន្តរាយនៅក្នុងពេលនោះរឿងនេះវាគួរឲ្យសង្ស័យមែនទែនប៉ុន្តែរឿងដែលត្រូវធ្វើដំបូងនោះគឺត្រូវវឹកហាត់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនសិនគេបានហាត់ក្នុងការប្រើប្រាស់ម៉ាណាដែលជាកម្លាំងធាតុនៅជុំវិញខ្លួនដោយសារតែមានបទពិសោធន៍និងបច្ចេកទេសបូករួមជាមួយនឹងគម្ពីរក្បាច់គុណដែលគេបានរកឃើញពីជីវិតមុនមកគេក៏បានបង្កើតម៉ាណាខរចំនួន3ដែលភ្ជាប់ជាមួយគ្នាធ្វើឲ្យគេមានសមត្ថភាពក្នុងការប្រើប្រាស់ Explosion Force ឥឡូវនេះគេអាចត្រឹមបង្កើតម៉ាណាខរបានតែ3ប៉ុណ្ណោះទោះបីជានៅក្នុងជីវិតមុនគេអាចបង្កើតបានទៅដល់5បច្ចេកទេសនេះមានឥទ្ធិពលខ្លាំងក៏ពិតមែនតែវាត្រូវការចំនួនម៉ាណាយ៉ាងច្រើននេះជាមូលហេតុដែល Ghislaine បានចាញ់ការប្រយុទ្ធជាមួយនឹង Eden ព្រោះពេលនោះ Eden បាននាំកងទ័ពមួយក្រុមមកជាមួយតែបើប្រយុទ្ធមួយស្មើជាមួយនឹង Ghislaine គឺ Ghislaine ប្រកាសជាអ្នកឈ្នះជាមិនខានឡើយមួយសប្តាហ៍ក៏បានកន្លងផុតទៅ Ghislaine បានរៀបចំខ្លួនរួចរាល់ដើម្បីការពារប្អូនស្រីរបស់គេក្នុងកម្មវិធីបងប្អូនទាំងពីរនាក់ក៏បាននិយាយលេងជាមួយគ្នាបន្តិចរួចក៏បន្តដំណើរទៅចូលរួមកម្មវិធីក៏បានជិតចូលមកដល់ទីបញ្ចប់ក៏ប៉ុន្តែមិនសូវមានបញ្ហាអ្វីប្លែកនោះទេមុននឹងចប់កម្មវិធីមនុស្សពីរនាក់ក៏បានដើរចូលមកនាំ Elena ទៅលេងកន្លែងថ្មីមួយទៀតរំពេចនោះ Ghislaine ក៏បានដឹងថាជនក្បត់របស់គ្រួសារគេគឺជាអង្គរៈពីរនាក់របស់ Elena សោះ